លោកត្រាំគម្រាមជាថ្មីថាអេរ៉ង់នឹងត្រូវបំផ្លិចបំផ្លាញកាន់តែមហន្តរាយបើមិនព្រមព្រៀងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅតែបោះពាក្យសម្ដីធ្ងន់ធ្ងរទៅកាន់ប្រទេសអេរ៉ង់ដោយឥឡូវបានគម្រាមជាថ្មីទៀតថាបើទីក្រុងតេហេរ៉ង់នឹងរងការបំផ្លិចបំផ្លាញកាន់តែមហន្តរាយបើមិនឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះតាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃច័ន្ទទី30 ខែមីនា ឆ្នាំ2026ប្រមុខសេតវិមានសរសេរថាលោកនឹងកំទេចហេដ្ឋារចនាសម្ព័ន្ធធម្មពលដ៏សំខាន់របស់អេរ៉ង់ប្រសិនបើមិនសម្រេចបាននៅកិច្ចព្រមព្រៀងណាមួយក្នុងពេលឆាប់ៗនេះទេទីក្រុងតេហេរ៉ង់នឹងរងការបំផ្លិចបំផ្លាញកាន់តែមហន្តរាយថែមទៀតបើច្រកសមុទ្រហូម៉ូសមិនបើកឡើងវិញជាបន្តទេនោះលោកគម្រាមខ្លាំងៗថាបើអ្វីមិនសម្រេចបានទេសហរដ្ឋអាមេរិកនឹងគំទេចឲ្យខ្ទេចម៉ត់នៅរោងចក្រផលិតអគ្គិសនីអណ្ដូងប្រេងនិងកោះខានហើយទីក្រុងវ៉ាស៊ីនតោនក៏នឹងពិចារណាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរួមទាំងរោងចក្រចម្រោះទឹកស្អាតទាំងអស់ផងដែរ